ជូនអលរ៉យសាណេទាត់ឆ្វេងលរ៉យសាណេចូលលរ៉យសាណេទីបំផុតលរ៉យសាណេអាចបំបែកពងមាន់បានហើយបន្ទាប់ពីព្យាយាមយ៉ាងច្រើនលើកច្រើនសារនៅក្នុងតំបន់គ្រោះថ្នាក់របស់ម៉ៃ05បង្កើតឱកាសពី Gareth Limer លរ៉យសាណេទាញប៊ីសតែនឹងគៀងជាមួយនឹងខាណាព្រីទៅទៀតបាទក៏ប៉ុន្តែខាណាព្រីគាត់ចេះកិច្ចចេញទាន់បាទធ្វើឲ្យលរ៉យសាណេមានឱកាសនៅក្នុងការទាត់បាល់បំប៉ង់សំណាញ់ទីបានយ៉ាងស្អាតដោយប្រើជើងស្ដាំកាប់មកដាច់ចកេះខ្ទេចឲ្យសម្រាប់អ្នកចាំទីបាទ Sentinel មិនអាចស្មានបានមិនអាចជួយសង្គ្រោះឱកាសនេះបានទេ1-0ការបើកឆាកនៅមុខពីក្រុមម្ចាស់ផ្ទះ Bayern Munich ពីលរ៉យសាណេលយណាស់បាទមកគ្រាប់នេះអូលីសេទាញអូលីសេទាត់ឆ្វេងចូលពីគ្រាប់ទល់នឹង0ពីគ្រាប់ទល់នឹង0 Bayern Munich ថ្ងៃនេះមិនដកដៃទេបុកទាល់តែធ្លុះគ្រាប់បាល់ទី2តែម្ដងសម្រាប់វគ្គទី1ពីគ្រាប់ទល់នឹង0បាទពីគ្រាប់ទល់នឹង0អូលឿនណាស់ការ counter របស់នំប៉័ងបាយ័ន Gareth Limer បញ្ជូនឲ្យលរ៉យសាណេពីអូលីសេអត់ទុកឲ្យនៅយូរទេអូលីសេទាញបានប៉ុណ្ណេះហើយមានអីទុកទៀតបងប្អូនហើយមកជើងឆ្វេងនេះស្អាតចែកតែម្ដងបាទមួយជើងឆ្វេងពីអូលីសេដាច់សំណាញ់ខ្ទេចហើយបាទ Sentinel មិនអាចជួយសង្គ្រោះបាល់ទាត់យ៉ាងល្អនេះបានទេពីលរ៉យពីអូលីសេលយណាស់កាមេរ៉ាគាត់តែចាប់ធុងបាស Muller Plate មានគ្រាប់បាល់ភ្លាមតែម្ដងអូថ្ងៃនេះ Bayern Munich អត់ទុកមុខឲ្យម៉ៃ05ទេត្រៀមរ៉ាប់រងជាបន្តឱកាសចុងម៉ោងដែរហើយសម្រាប់ Bayern Munich នៅក្នុងរ៉ាថែមគ្រាប់បាល់ទី3បើលើកចាក់ចូលមកចូលទីបានសម្រេចទៅហើយបាទគ្រាប់បាល់ទី3សម្រាប់ Bayern Munich មើលមិនចង់ឃើញទេបាល់នេះថាចូលទីតាមប្រឡោះណាបាទការលើកបាល់ corner kick បន្ទាប់ពីមានការផ្លាស់ប្ដូរកីឡាករ Thomas Müller មក Bayern Munich ក៏បើកឆាកគ្រាប់បាល់ទី3ផ្លែតតែម្ដង3គ្រាប់ទល់នឹង0អូយលយណាស់បាទទស្សនាកន្លែងនេះរិចដៃបាទតែតមកក្បាលបាទចូលទីបានសម្រេចទៅហើយ3-0ផ្អែមមុតឆ្ងាញ់ណាស់បាទផ្អែមមុតឆ្ងាញ់ណាស់3គ្រាប់នេះសម្រាប់ Bayern Munich បាទអ្នកគ្រប់គ្រងសប្បាយចិត្តមិនស្ទើរទេបាទផ្អែមណាស់បងប្អូនហើយបាទបាទ3គ្រាប់បាទទល់នឹង0ដាច់ខ្ទេចដាច់ខ្ទីហើយបាទព្យាយាមបាទ comment ឲ្យ Gareth Limer ខ្ចីជើងល្អមែនទែនឱកាសស្រួចចោះ Gareth Limer កាត់ចូលមកឡងចេញទៅខាងក្រៅបាត់ទៅហើយអូយសោកស្ដាយមែនទែនបាទសោកស្ដាយមែនទែនមិញបាទ Gareth Limer ព្យាយាមបុកចូលមកបាទនៅអង់គ្លេសនោះមកចាំបងប្អូនយើងបាទ Brighton ស្មើគ្នាជាមួយ West Ham Newcastle 2-0 ទៅលើ Ipswich Southampton 1-0 ទៅលើ Fulham Wolves 2-0 ទៅលើ Leicester City Leicester say goodbye ហើយមកទៅកាន់លីកទី2វិញបាទលើកចូលមកតែតមកក្បាលឃ្លៀចេញសិនមិនទាន់តាណាឆ្ងាយទាត់ឃ្លៀមកខាងលើជិះវិញឱកាសរបស់ Myson 5 មកចុងម៉ោង Myson 5បុកមកហើយបើ Myson 5ទាញទៅមិនរួចទេយ៉ាងណាបាននេះដួលភីងលោកអាយ៉ាកដោអត់ពីណីទេឱកាសរបស់ Kingsley Coman បាទ Comment ខ្ចីជើងមកខាងក្រោយបាល់នេះខូចបាល់ឱកាសទៅវិញពី Myson 5យ៉ាងណាចេះបាទចុងម៉ោងហើយអត់អីទេបាទ Stanisic បដាបាល់ហើយក៏ទម្លាក់ឲ្យបាទ Ubik ផ្ដាច់ចោលទៅវិញអស់ម៉ោងទៅហើយបាទសល់ប្រហែលជា5វិនាទីទៀតទេបាទអញ្ចឹងអ្វីៗគឺត្រូវបានបញ្ចប់ហើយបាទ3គ្រាប់បាល់ទល់នឹង0រក្សាបាន clean sheet បានយ៉ាងល្អសម្រាប់បាទBayern Munichបាទលោកអញ្ញាកដាលក៏សម្រេចចិត្តបផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការអបអរសាទរទៅកាន់ Bayern Munich នៅក្នុងការបន្តជ័យជំនះជាបន្តទៀតហើយក៏ជាក្រុមមួយដែលត្រៀមនឹងលើកពានហើយបាទនៅ Bundesliga នេះបាទខណៈដែល3គ្រាប់នេះកើតចេញពី Sané, Olise ហើយនិង Auric Dier 3គ្រាប់ទល់នឹង0ដោយមិនមានការតបានមួយគ្រាប់វិញទេពី Myson 5
អរគុណច្រើនមកប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃចូលរួមទស្សនាជាមួយខ្ញុំបាទតាំងពីដើមរហូតដល់ចប់ខន្តីភ័យទោសផងបើសិនជាមានខមខុសឆ្គងណាមួយកើតមាននៅក្នុងការផ្សាយក៏សង្ឃឹមបងប្អូនអធិស្ឋានជាចុងក្រោយមានតែពាក្យថាគោរពជូនពរនិងអរគុណទៅកាន់បងប្អូនយើងទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខចម្រើនធ្វើដំណើរចិត្តថ្ងៃប្រកបទៅដោយសុខសុវត្ថិភាពរស់នៅមានសុខភាពមង្គលទាំងផ្លូវកាយផ្លូវចិត្តសុខសប្បាយសំណាងល្អរាត្រីសុខស្ដីសុបិនល្អទាំងអស់គ្នាពីខ្ញុំបាទ Admin Daiki និងក្រុមការងារ Export ក៏សូមគោរពលាតែប៉ុណ្ណេះជួបគ្នានៅឱកាសក្រោយ